ជីតាដងនិយាយតាតែក៏រត់ពួនធ្វើអ្វីឬក៏មានរឿងលាក់បាំងយើងតាដងនិយាយចេញកំពុងតែពួនអ្នកណាអត់ទេព្រះអង្គខ្ញុំមានពួនអ្នកណាទេហើយអ្វីក៏និយាយតាធ្វើលបអត់នេះប្រហែលជាមានរឿងអីលាក់បាំងនឹងយើងហើយក្រាទូព្រះអង្គជីវិតដង្កល់ត្បូងទូមង្គមខុសហើយព្រះអង្គតែខុសរឿងអ្វីលោកតាលោកយាយមង្គមឲ្យកូនស្រីដល់ក្រារៀបការជាមួយចៅម៉ាញ់មីសុងរួចហើយលោកតាលោកយាយពិតជាស្លាមធំខាងណាស់ដឹងទេថាខ្ញុំពេញចិត្តកូនលោកតាលោកយាយហើយអ្វីលោកតាលោកយាយគៀនបំពេញបែបនេះដឹងទេថាមានទោសទូមង្គមសំស្លាប់ព្រះអង្គទូមង្គមសំស្លាប់ទូមង្គមសំស្លាប់ព្រះអង្គតើបុរសម្នាក់នោះជាអ្នកណាហ៊ានលូកខាងរបស់យើងយាយតាប្រាប់ខ្ញុំមកមើលគឺជាចៅម៉ាញ់មីសុងកូនរបស់ព្រាមវិញណាព្រះអង្គព្រាមវិញបំរើក្នុងព្រះរាជវាំងយូរណាស់មកហើយហើយអ្វីក៏យើងមិនដឹងព្រាមវិញមានកូនប្រុសសូមលោកតាលោកយាយហៅព្រាមវិញមកចូលគាល់ខ្ញុំភ្លាមកណាហើយពិសេសព្រះអង្គទូមង្គមសុំក្រាបលាព្រះអង្គសិនហើយសូមលោកតាលោកយាយធ្វើដំណើរឲ្យបានសេចក្តីសុខព្រះអង្គជីវិតនឹងកលត្បូងព្រះអង្គឲ្យទូបង្គំចូលគាល់មានរឿងអ្វីទៅព្រះអង្គយើងមានរឿងចង់សួរព្រាមវិញបន្តិចព្រោះព្រាមវិញឯងធ្វើការក្នុងរាជវាំងយូរណាស់មកហើយហើយអ្វីបានជាយើងមិនដឹងព្រាមវិញឯងមានកូនប្រុសហើយកូនរបស់ឯងថែមទាំងរៀបការជាមួយដល់ក្រាដែលយើងពេញហាត់ដតីទៀតប្រទូព្រះអង្គជីវិតនឹងកលត្បូងរឿងនឹងវិញ្ចេះតាំងកាពតចៅម៉ាញ់មីសុំមិនមែនជាកូនរបស់ទូបង្គំទេកាលពី10ឆ្នាំមុនទូបង្គំរបស់បាញ់សัตว์ទូបង្គំបានប្រទះពងមួយនៅក្នុងព្រៃអាសែងជ្រៅគួរបំណុំទូបង្គំថាយកពងនោះមកភ្ញាស់មើលស្រាប់តែក៏ខ្លាចជាកូនមនុស្សប្រុសទើបជាកូនរបស់ខ្ញុំសប្តាហ៍ថ្ងៃនេះហើយគឺចៅប្រមាញ់មីសុងនឹងហើយណាព្រះអង្គពិតមែនហើយព្រាមវិញក្រាទូព្រះអង្គរឿងនេះគឺជារឿងពិតណាព្រះអង្គបើអញ្ចឹងជាបុត្ររបស់យើងហើយកាលពី18ឆ្នាំមុន